Aunt is sick today. Alex is nervous about the exam. Tom is tall and handsome. បាទទាំងអស់នេះគឺជាប្រភេទbe បាទគេសព្ទ to be របស់យើងបូកជាមួយនឹង adjective ដែលជាទូទៅគឺវាបង្ហាញអំពី stative meaning បាទសូមជម្រាបសួរទាំងអស់គ្នាបាទជួបជាមួយលោកគ្រូទៀតហើយបាទតកតងទៅនឹងការរៀនអាននិងការបកប្រែភាសាអង់គ្លេសបាទប៉ុន្តែថ្ងៃនេះគឺលោកគ្រូនឹងលើកយកចំណុចវិជ្ជាគោលដែលវាពិតជាមានសារៈសំខាន់បាទសម្រាប់អ្នកសិក្សាទាំងអស់គ្នាផងដែរបាទគឺសំខាន់មែនទែនសម្រាប់ការសរសេរហើយនិងការនិយាយឲ្យបានត្រឹមត្រូវសម្រាប់សិស្សានុសិស្សដែលចាប់អារម្មណ៍ផ្នែកភាសាអង់គ្លេសនោះបាទឥឡូវមកយើងខាត់ពេលរបស់យើងបាទយើងទៅមើលបាទថ្ងៃនេះយើងសិក្សាអំពីចំណុចទី2.4 បាទជា4បាទនិយាយពី am is are plus បាទ am is are being plus adjective បាទដែលចំណុចវិជ្ជាគោលមួយនេះលោកគ្រូដកស្រង់ចេញពីសៀវភៅ grammar understanding បាទតើហេតុអ្វីចាំបាច់ត្រូវសិក្សាអំពីគេសព្ទ to be បាទបូកជាមួយនឹង adjective តើវាមានន័យបែបណាបាទមានសារៈសំខាន់បែបណានោះបាទឥឡូវយើងទៅតាមដានបាទហើយយើងផងនេះវាមាន column បាទមាន column របស់វាបាទ column នេះមាន2ណានេះមានឧទាហរណ៍មាន example A B C និង D ហើយខាងស្ដាំនេះគឺសម្រាប់ការពន្យល់បាទនេះសម្រាប់ការពន្យល់បាទហើយខាងក្រោមនេះគឺជាប្រភេទ adjective បាទ adjective មួយចំនួនដែលយើងប្រើប្រាស់ជាមួយនឹងគេសព្ទ to be របស់យើងបាទឥឡូវតោះជំរឿគេថាបាទមើលការពន្យល់គេនេះសិនបាទគេថា to be បាទ be បាទ be គឺ to be នឹងឯងបាទ plus បាទជាមួយនឹង adjective បាទយើងធ្លាប់ដឹងហើយថាគឺយើងយក to be ប្រើជាមួយ adjective បាទជាធម្មតា usually expresses a stative meaning បាទជា usually មានថាជាធម្មតាបាទកាលណាយើងឃើញគេប្រើ to be បូកជាមួយ adjective ហ្នឹងន័យរបស់វាធម្មតាគឺវាបង្ហាញបាទ expresses បង្ហាញនៅអត្ថន័យជាបង្ហាញនៅ stative meaning បាទគឺបង្ហាញពីលក្ខខណ្ឌឬក៏ស្ថានភាពណាមួយនោះបាទដែលវាកើតមានឡើងបាទគឺមិនមែនបង្ហាញអំពីសកម្មភាពដែលកំពុងតែកើតឡើងនោះទេបាទហ្នឹងចំពោះ stative meaning បាទអញ្ចឹងកាលណាយើងឃើញគេប្រើ to be បូកជាមួយនឹង adjective បាទគុណនាមរបស់យើងហ្នឹងគឺមានលក្ខណៈបែបហ្នឹងបាទហើយគេឲ្យយើងមើលនៅក្នុងឧទាហរណ៍ A នេះគេថា as in the examples in A បាទហើយចង់មើលបន្ថែមមក see appendage chart A3 page A or 4 for information about the adjective ហ្នឹងយើងចង់មើលពនិការបញ្យល់បន្ថែមពី adjective យើងទៅមើលទំព័រហ្នឹងទៅណាប៉ុន្តែយើងអត់ទៅមើលទេយើងមើលមកការ example A របស់យើងវិញបាទគេឲ្យយើងមើលពួក example A នេះគឺបង្ហាញអំពី stative meaning បាទឧទាហរណ៍ថា Aunt is sick today បាទ sick បាទអញ្ចឹងពីទៅ sick គឺបង្ហាញពីស្ថានភាពមួយបាទស្ថានភាពមួយលក្ខខណ្ឌមួយថាថ្ងៃនេះគឺគាត់ឈឺហើយបាទ is sick បាទ Aunt is nervous about the exam បាទ is នេះ to be is គឺ to be ណាហើយ sick នេះជា adjective ហើយ nervous នេះក៏ជា adjective ដែរបាទគឺ nervous មានថាភ័យផងអរផងបាទបារម្ភផងខ្វល់ខ្វាយផងបាទអញ្ចឹង Aunt is nervous about the exam បាទAlex បាទ Alex សំទោសណាបាទ Alex ហ្នឹងគឺគាត់ភ័យបារម្ភពីការប្រឡងរបស់គាត់បាទបើគាត់ឈឺហើយណាបាទនឹងលក្ខខណ្ឌហ្នឹងលក្ខខណ្ឌស្ថានភាពហ្នឹងគឺជា stative meaning ហើយយើងឃើញប្រើ to be បូកជាមួយនឹង adjective Tom is tall and handsome បាទចំណែកឯ Tom វិញគឺគាត់ is tall បាទគាត់ខ្ពស់ហើយសង្ហាទៀតបាទឃើញទេគេប្រើ to be បូកជាមួយនឹង adjective ដែរប៉ុន្តែ example A នេះវា
B មួយយើងមិនទាន់បូកជាមួយនឹង being បូកជាមួយនឹង adjective ឡើយទេណាបាទ adjective ទៅកាលណាយើងឃើញមាន B បូកជាមួយនឹង adjective វាបង្ហាញពី stative meaning បែបហ្នឹងណាគឺស្ថានភាពឬក៏លក្ខខណ្ឌណាមួយដែលកើតមានឡើងនឹងឯងដូចដែលយើងបានឃើញនៅក្នុង example A ស្រាប់បាទអូខេឥឡូវយើងមើលការបញ្យល់បន្ថែមបាទនៅក្នុងcolumn ខាងផ្នែកខាងស្ដាំទី2នេះបាទគេដាក់ sometimes main verb be បាទ main verb be បាទ main verb បើយើងបកជាគេសព្ទបង្គោលបាទសិកាប់គេសព្ទបង្គោលបាទមានថានៅក្នុងហ្នឹងគឺយើងប្រើគេសព្ទ to be ធ្វើជា main verb បាទអញ្ចឹងកាលណា main verb be របស់យើង plus ជាមួយនឹង adjective is used in progressive បាទមានថាពេលខ្លះ sometimes បាទ sometimes មិនមែនជាទូទៅទេវាបាទពេលខ្លះជួនកាលបាទគេ sub to be របស់យើងបូកជាមួយ adjective ហ្នឹងគឺគេប្រើប្រាស់នៅក្នុងការមួយនៅក្នុង progressive មានន័យថាគឺបង្ហាញពីសកម្មភាពដែលកំពុងតែប្រព្រឹត្តទៅក៏កំពុងតែកកើតមានឡើងបាទកំពុងតែប្រព្រឹត្តទៅកំពុងតែកើតមានឡើងក៏គឺយើងអាចប្រើបានដែរគឺយកទម្រង់គេ sub to be ហ្នឹងធ្វើជា main verb បាទហើយបូកជាមួយនឹង adjective ទៅបាទយ៉ាងណា progressive គឺរូបមន្តវាណាគឺមាន subject ទៅបូកជាមួយនឹង verb to be បូកជាមួយនឹង verb ing ទៅបាទហ្នឹង progressive ឥឡូវយើងមើលទៅមុខទៀតថា it is used in progressive បាទអញ្ចឹង it នេះគឺសំដៅទៅលើ to be បូកជាមួយនឹង adjective នឹងឯងបាទវាត្រូវបានគេប្រើប្រាស់នៅក្នុងទម្រង់progressive បាទ progressive យើងបើយើងបកថាគឺសកម្មភាពដែលកំពុងកើតមានឡើងបណ្ដាលហ្នឹងយើងជាពាក្យបច្ចេកទេសយើងថា progressive ទៅបាទហើយយើងយល់ថា progressive ហ្នឹងគឺចាំគឺសកម្មភាពគឺកំពុងតែកើតមានឡើងហើយរូបមន្តរបស់វាគឺមាន subject បូកជាមួយនឹង to be verb ing បាទយើងចាំអញ្ចឹងទៅแล้วគូថា progressive តែម្ដងដែរអញ្ចឹងវាត្រូវបានគេប្រើប្រាស់នៅក្នុងទម្រង់ progressive នៅពេលណាបាទនៅពេលដែលវារៀបរាប់បាទ describe a temporary គេ in progress behavior បាទអញ្ចឹងគឺរៀបរាប់លក្ខណៈជាបណ្ដោះអាសន្នណាបាទមិនមែនជាលក្ខណៈទូទៅនេះជាមួយអន្តរកាលណាមួយមកចន្លោះពេលណាមួយបាទគឺទៅលើprogress behavior ទៅលើ area bot ដែលកំពុងតែកើតមានឡើងឯងបាទអញ្ចឹងជាទូទៅ area bot របស់គាត់ឧទាហរណ៍រត់ដងគាត់ចិត្តល្អទេបាទចិត្តល្អទេបណ្ដាពេលនេះនៅខណៈពេលនេះមួយរយៈនេះគឺគាត់បែរជាបង្ហាញពីតចរិតមិនល្អទៅវិញប៉ុន្តែមិនមែនជារៀងរហូតទេបាទលក្ខខណ្ឌឬក៏មួយរយៈពេលនឹងស្ថានភាពបណ្ដោះអាសន្នមួយហ្នឹងគឺយើងអាចយកគេសព្ទ to be បាទប្រើនៅក្នុង present នៅក្នុង progressive បានដែរបូកជាមួយនឹង adjective នោះឯងបាទហើយគេថានៅក្នុង example B បាទ example B គេថា Jack of foolishness is temporary and probably uncharacteristic of him បាទ foolishness នេះមានភាពល្ងង់ខ្លៅរបស់ Jack ឈ្មោះគេ Jack គឺវាបណ្ដោះអាសន្នទេជាទូទៅគាត់មិនល្ងងទេបាទប៉ុន្តែមួយខណៈពេលគឺគាត់ល្ងងមកពេលទៅ probably ណាគេថាប្រើពាក្យ probably មានថាប្រហែលជាមិនបាទមែនណាប្រហែលជាមិនមែនជាចរិតលក្ខណៈបាទពីថា uncharacteristic ហ្នឹងមិនមែនជាចរិតលក្ខណៈរបស់គាត់នោះទេបាទអញ្ចឹងយើងមើលឧទាហរណ៍ Jack នៅក្នុង B យើងមើលខាងនេះណាតើ Jack ហ្នឹងជាមនុស្សបែបម៉េចគេថា Jack doesn't feel well but he refuses to see doctor he is being foolish បាទមានថា Jack គឺគាត់អត់ស្រួលខ្លួនទេបាទគាត់ doesn't feel well មានថាអារម្មណ៍ស្រួលខ្លួនដល់ពេល time doesn't មកមិនស្រួលខ្លួនទេប៉ុន្តែគាត់ refuse បាទពេលថា refuses បដិសេធហើយខាងក្រោយវាគឺជាទម្រង់សពប៉ុន្តែមានន័យជាបដិសេធណាបើថាបដិសេធមិនបាទជាបទយ៉ាងវិញណា
refuse to see មានបដិសេធមិនទៅជួបលោកគ្រូពេទ្យទេបាទគឺគាត់មានថាគាត់គឺពេលហ្នឹងគឺគាត់ល្ងងមែនបាទគេថា foolish មានថាដូចជាល្ងងពេកហើយបាទមានអីចឹងណាបាទយើងអាចបកអញ្ចឹងណា he is being foolish បាទអូខេគេប្រើ to be បាទ to be នេះគឺជា main verb ហើយនេះគឺជា verb ing ហើយនេះគឺជា adjective បាទអញ្ចឹងយើងអាចប្រើ to be របស់យើង am is are បូកជាមួយ being បាទបូកជាមួយ adjective បាទនេះគឺជា adjective ណាអានេះគឺ being ហើយនេះ is នេះគឺជា is អញ្ចឹងកាលណាប្រើអញ្ចឹងគឺបង្ហាញអំពីអីគេនេះគឺបង្ហាញពីចំណុចនេះណាគឺបង្ហាញពីជា temporary ទេជា temporary behavior របស់គាត់តែជាទូទៅគាត់កាលណាគាត់មិនស្រួលខ្លួនគឺគាត់ទៅពេទ្យហើយបាទគឺគាត់ទៅពេទ្យហើយកាលណាមិនស្រួលខ្លួនប៉ុន្តែពេលនេះគឺគាត់អត់ទៅពេទ្យទេបាទគឺគាត់គ្រាន់តែមានលក្ខណៈថាល្ងងមកពេលអញ្ចឹងណាបាទគឺគណៈពេលគឺគាត់កំពុងតែស្ទះអារម្មណ៍គាត់មិនល្អគឺគាត់ឈឺប៉ុន្តែគាត់អត់ទៅពេទ្យទេជាទូទៅគាត់មិនអញ្ចឹងតែឈឺគាត់ទៅពេទ្យហើយបាទហ្នឹងស្ថានភាពបែបហ្នឹងគឺយើងប្រើជាមួយនឹង am is are បូកជាមួយនឹង to be ហើយនឹង being ហើយនឹងបូកជាមួយនឹង adjective បាទយើងអាចមើលនៅក្នុង example C នេះបន្តទៀតទៅឲ្យរត់ទៅយល់ច្បាស់ថែមទៀតទៅ She is being very quiet today មាន Sue ថ្ងៃហ្នឹងគឺគាត់ស្ងៀមស្ងាត់មែនទែនបាទ I wonder if anything's wrong is wrong ខ្ញុំឆ្ងល់ណាស់ហើយតើមានអ្វីណាហើយក៏ if នេះមិនថាតើណាវាបត់ថាប្រសិនបើវាបត់ថាស្មានពាក្យ whether បាទថាតើមានអ្វីមួយខុសឬក៏អត់បាទមានបញ្ហាគាត់មានបញ្ហាអ្វីមួយឬក៏អត់បាទនឹងមានន័យអញ្ចឹងជាទូទៅគាត់អត់ស្ងាត់ទេបាទចរិតលក្ខណៈរបស់គាត់ជាទូទៅ usually គឺគាត់ជាមនុស្សដែលមិនស្ងៀមស្ងាត់ទេចូលចិត្តនិយាយច្រើននិយាយច្រើនប៉ុន្តែនៅពេលថ្ងៃនេះបាទគាត់ is being very quiet គឺស្ងប់ស្ងាត់មែនទែនបាទឃើញគឺbehavior របស់គាត់គឺជានៅពេលហ្នឹងគឺជា temporary behavior ហើយវាមិនមែនជា uncharacteristic របស់ Sue ទេបាទអញ្ចឹង characteristic របស់ Sue បាទគឺគាត់ជាមនុស្សដែលរស់រាយបាទនិយាយលេងសើចច្រើនបាទថ្ងៃនេះគឺស្ងប់ស្ងាត់បាទអញ្ចឹងគឺយើងប្រើជាមួយនឹង adjective យើងប្រើជាមួយ am is are being ជាមួយនឹង adjective គឺនៅក្នុង progressive ហ្នឹងគឺបែបហ្នឹងណាចុះយើងមើលឧទាហរណ៍ D តែម្ដងទៅគេថា incorrect មានថាប្រយោគនឹងអត់ត្រូវទេថា Mr. Smith is being old បាទគេប្រើទម្រង់ដូចគ្នាណាបាទឃើញទេគេថា is នេះ អានេះគឺ being អានេះគេ old ក៏ជា adjective ដែរប៉ុន្តែហេតុអីមកគេថាខុសដោយសារថា adjective old បើយើងបកថាចាស់អញ្ចឹងគឺពីថាចាស់ហ្នឹងគឺមិនមែនជាចរិតលក្ខណៈបណ្ដោះអាសន្នទេ adjective មួយហ្នឹងវាមិនបង្ហាញអញ្ចឹងទេណាវាមិនបង្ហាញtemporary in progress behavior ហ្នឹងទេគឺចាស់ហើយមិនអាចថាជាបណ្ដោះអាសន្នទេអញ្ចឹង adjective មួយចំនួនហ្នឹងគឺក៏យើងមិនអាចប្រើប្រាស់នៅក្នុង progressive បានដែរបាទយើងត្រូវដឹងអញ្ចឹងណាបាទ the correct បាទអញ្ចឹងបើសិនជាមិនអាចប្រើប្រាស់នៅក្នុង progressive បានយើងប្រើជាមួយនឹងធម្មតាទៅបាទគឺប្រាក់ adjective បូកចូល to be ជាមួយនឹង adjective តែម្ដងគឺយើងគាត់និយាយថា Mr. Smith is old បាទគឺប៉ុណ្ណឹងទៅគឺបង្ហាញពី stative meaning បានហើយហើយយើងមើលការបកស្រាយរបស់គេគេថានៅក្នុង example D នេះ in the age does not describe a temporary behavior ឃើញទេបាទនេះគឺបញ្យល់ច្បាស់ហើយបាទពាក្យថា age មានថាអាយុហ្នឹងគឺវាមិនរៀបរាប់បង្ហាញពីarea បត់មិនជាបណ្ដោះអាសន្នទេ B plus old មិនអាចប្រើនៅក្នុង possessive បានទេបាទ example of other adjective that cannot be used with am is are ing បាទអញ្ចឹងឧទាហរណ៍បានន័យគុណនាមមួយចំនួនផ្សេងទៀតបាទដែលมันអាចប្រើប្រាស់ជាមួយនឹង am is are បូកជាមួយនឹង
ing បាទនេះនោះគឺប្រភេទ adjective ដែលមិនប្រើប្រាស់នៅក្នុង progressive បានទេបាទមានដូចជាពាក្យ angry បាទ angry beautiful handsome happy healthy hungry lucky nervous sick tall thirsty young បាទអញ្ចឹង adjective ទាំងអស់នេះគឺជាប្រភេទ adjective ដែលមិនប្រើប្រាស់បាទជាមួយនឹង am is are plus ជាមួយនឹង verb ing នោះទេបាទសង្ឃឹមបងប្អូនគ្នាយល់ណាហើយមូលហេតុគឺដូចខ្ញុំបានបញ្យល់ពីខាងលើនឹងឯងអញ្ចឹងហើយខាងក្រោមនេះគឺជាប្រភេទ adjective that can be used with am is are being បាទនេះយើងអាចប្រើប្រាស់នៅក្នុង progressive បានបាទឥឡូវយើងមើលខាងនេះមានពាក្យ bad បាទ bad នៅពេលនេះគឺគេផ្ដោតទៅលើ ill behavior ill behavior មាន area bot មិនល្អណាបាទទៅមក careful ប្រុងប្រយ័ត្នបាទ fair careful cruel ខូខើ fair យុត្តិធម៌ត្រឹមត្រូវ foolish ល្ងងបាទ funny ដែលកំ pl ែង generous បាទដែលមានចិត្តសប្បុរសធម៌បាទ good បាទ good នៅទីនេះគឺសំដៅទៅលើ area បល្អស្មើនឹងពាក្យ well behave បាទ illogical មិនសមហេតុផល impolite ឆ្លើយ irresponsible ដែលមិនទទួលខុសត្រូវបាទ kind ហ្នឹងចិត្តល្អស្មើនឹងពាក្យនេះណា lazy បាទ lazy ខ្ជិល logical ដែលសមហេតុផល loud ឬ nice ល្អ noisy ដែលអ៊ូអរ patient អត់ធ្មត់ pleasant សប្បាយណា polite គឺសុភាពរាបសាររំទុំ quiet បាទស្ងាត់ responsible ដែលទទួលខុសត្រូវបាទ rude បាទ rude ហ្នឹងគឺឆ្លើយបាទគឺស្មើនឹងពាក្យ impolite នេះបាទ impolite នេះអូខេ serious បាទធ្ងន់ធ្ងរ silly លេះលោះបាទលេងសើចច្រើនបាទ unfair អយុត្តិធម៌បាទ unkind គឺកំណាញ់ឬគ្មានចិត្តសប្បុរសធម៌បាទ unpleasant គឺមិនសប្បាយរីករាយទេបាទអញ្ចឹងប្រភេទគុណនាមទាំងអស់នេះគឺ អាចប្រើជាមួយនឹង am is are plus ជាមួយនឹង verb ing ច្បាស់ being បូកជាមួយនឹង adjective បានបាទអញ្ចឹងមេរៀនរបស់លោកគ្រូមានតែប៉ុណ្្នឹងទេហើយយើងគិតថាវីដេអូនឹងមានប្រយោជន៍ជួយចុច subscribe ម្នាក់មួយទៅបាទហើយបើឆ្ងល់អីអាចសរសេរនៅខាងក្រោមវីដេអូរបស់លោកគ្រូមកលោកគ្រូនឹងធ្វើការឆ្លើយតបជូនដល់អ្នកទាំងអស់គ្នាបាទអញ្ចឹងលោកគ្រូមានតែប៉ុណ្្នឹងទេបាទអញ្ចឹងសូមអរគុណច្រើននិងក៏សូមជម្រាបលាផងដែរបាទ